ប្រើពេលពិចារណារូបវិទូដ៏ល្បីឈ្មោះបំផុតនៅប្រទេសអង់គ្លេសឈ្មោះ Lozifo មានយប់មួយនោះគាត់ដើរចូលទៅក្នុងបន្ទប់ពិសោធន៍ពេលនោះយប់ណាស់ទៅហើយគាត់មើលឃើញសិស្សម្នាក់នៅតែឈ្ងោកមុខចុះធ្វើការគាត់ក៏សួរថាយប់យ៉ាងនេះហើយតើឯងនៅធ្វើស្អីកូនសិស្សឆ្លើយតបខ្ញុំកំពុងតែធ្វើការអញ្ចឹងតើពេលថ្ងៃឯងធ្វើស្អីខ្ញុំក៏ធ្វើការដែរអញ្ចឹងពេលព្រឹកឯងក៏ធ្វើការដែរឬពិតមែនហើយលោកសាស្ត្រាចារ្យពេលព្រឹកខ្ញុំក៏ធ្វើការដែរបន្ទាប់មក Luzifo លើកសំណួរមួយទៅសួរនិស្សិតនោះនិយាយបែបនេះអញ្ចឹងតើឯងប្រើពេលណាពិចារណាទៅវិថីជីវិតទាញរនាំងប្រវត្តិសាស្ត្រចេញនិងប្រទះឃើញតាំងពីបុរាណកាលមកទល់បច្ចុប្បន្នអ្នកដែលស្រវារកផ្លូវវិទ្យាសាស្ត្រសុទ្ធតែកំណត់ពេលមួយទុកសម្រាប់ពិចារណារូបវិទូ Einstein ធ្លាប់និយាយថារៀនសូត្រត្រូវតែពិតរៀនសូត្រត្រូវតែគិតហើយគិតទៀតខ្ញុំគឺពឹងទៅលើវិធីរៀនសូត្របែបនេះទើបបានក្លាយទៅជាអ្នកវិទ្យាសាស្ត្រប្រសិនបើអ្នកមានគោលដៅច្បាស់លាស់ហើយចង់ទទួលសមិទ្ធផលធំដុំនៅកន្លែងណាមួយអញ្ចឹងដាច់ខាតអ្នកត្រូវតែទុកពេលវេលាមួយសម្រាប់ពិចារណា